ថ្ងៃនេះខ្ញុំមានបញ្ហាមួយតទៅនឹងកន្លែងការងាររបស់ខ្ញុំហើយខ្ញុំចង់ឲ្យបងប្អូនដែលធ្វើការនៅក្នុងប្រទេសកូរ៉េណាជួយបញ្ចេញមតិម្នាក់មួយដោយសារតែខ្ញុំពិបាកសម្រេចចិត្តមែនតើខ្ញុំបានដេកគិតរយៈពេលបានថាជាមួយខែទៅមួយខែជាងហើយថាខ្ញុំគួរនៅបន្តធ្វើការនៅក្រុមហ៊ុនដែលខ្ញុំកំពុងធ្វើការនេះទៀតឬក៏ខ្ញុំសម្រេចចិត្តចាក់ចេញផ្លាស់ប្ដូរការងារថ្មីដោយសារតែនៅក្រុមហ៊ុនមួយនេះគឺមានការងារជាប់លាប់ហើយប្រាក់ខែគឺទទួលបានរៀងគួរសមដែរគឺសម្រាប់ខ្ញុំគិតថាខ្ញុំទទួលយកបានប្រាក់ខែប៉ុណ្នេះហើយអ្វីដែលខ្ញុំពិបាកបន្តទៅមុខទៀតហ្នឹងគឺទាក់ទងនឹងបញ្ហាសុខភាពបងប្អូនព្រោះនៅនេះខ្ញុំគិតថាបើសិនជាបញ្ហាសុខភាពរបស់យើងអត់ល្អយើងមិនអាចនៅធ្វើការនៅក្នុងប្រទេសកូរ៉េបានរយៈពេលយូរឆ្នាំទេហើយគម្រោងរបស់ខ្ញុំគឺខ្ញុំគិតថាខ្ញុំធ្វើការនៅនេះរៀងយូរឆ្នាំដែរប្រហែលជាចប់អាណត្តិទី1ខ្ញុំអាចនឹងមកអាណត្តិទី2ទៀតចឹងណាបងប្អូនហើយបញ្ហាដែលខ្ញុំកើតមាននេះគឺតកតងនឹងបញ្ហាភ្នែកហើយនឹងច្រមុះបងប្អូនដោយសារតែនៅរោងចក្រដែលខ្ញុំកំពុងធ្វើនេះគឺរោងចក្រប្រភេទប្លាស្ទិកហើយមានផ្សែងរៀងច្រើនគួរសមដែរណាបងប្អូនហើយខ្ញុំមិនដឹងថាខ្ញុំការសម្រេចចិត្តរបស់ខ្ញុំត្រូវឬខុសទេហើយខ្ញុំគិតថានៅចុងខែ8ទៅខែ9នេះខ្ញុំគិតថាខ្ញុំសម្រេចចិត្តថាខ្ញុំផ្លាស់ប្ដូរការងារថ្មីមកទៀតខ្ញុំនឹងសុំមេការផ្លាស់ប្ដូរក្រុមហ៊ុនថ្មីណាអញ្ចឹងហើយខ្ញុំមិនដឹងថាការសម្រេចចិត្តរបស់ខ្ញុំត្រូវឬខុសទេសង្ឃឹមដល់បងប្អូនដែលបានមើលវីដេអូរបស់ខ្ញុំជួយចេញមតិម្នាក់មួយផងហើយបញ្ហានេះគឺតើតើនឹងការងារខ្ញុំអាចធ្វើបានហើយតើតើនឹងសុខភាពហ្នឹងខ្ញុំគាត់ថាខ្ញុំធ្វើអត់បានដោយសារតែភ្នែកដែលច្រមុះហ្នឹងគឺខ្ញុំឈឺប្រចាំថ្ងៃមែនតើបងព្រោះតែខ្ញុំទៅធ្វើការគឺចាក់ស្ដែងគឺឈឺរាល់ថ្ងៃមិនទៅថ្ងៃហ្នឹងខ្ញុំឈឺច្រមុះស្អែកឡើងខ្ញុំឈឺភ្នែកនិយាយចំទៅគឺបន្តគ្នាមួយអាទិត្យហើយមួយអាទិត្យទៀតហ្នឹងរយៈពេលខ្ញុំឈឺនេះគឺច្រើនខែដែរតាំងពីខ្ញុំចូលធ្វើនៅនេះបានខ្ទង់ជា3ខែទៅ4ខែបងតាំងពីចន្លោះពីហ្នឹងមកគឺខ្ញុំមានឈឺជាប់លាប់រហូតបងប្អូនបើថាយើងចូលមកដំបូងគឺឈឺមួយថ្ងៃពីរហើយយើងលេអីណាដល់ពេលឥឡូវមានអារម្មណ៍ថាវាកាន់តែឈឺទៅកាន់តែវិវត្តទៅមុខទៅហើយទៅនឹងខ្ញុំធ្វើការចាត់នៅនេះគឺរយៈពេលបាន1ឆ្នាំជាងបងប្អូនវាមិនយូរទេ1ឆ្នាំជាងតែសម្រាប់ខ្ញុំគឺថារៀងសុខភាពខ្ញុំកាន់តែធ្លាក់ចុះដែរទៅនឹងច្រមុះហើយនឹងភ្នែកហើយនិយាយពីភ្នែកវិញគឺប្រហែលខែមុនហ្នឹងគឺខាងពេទ្យខាងរោងចក្រណាគេចុះមកពិនិត្យភ្នែកគឺភ្នែករបស់ខ្ញុំគឺមើលទៅគឺព្រាលមែនតើបងមើលអាលេខដែលខាងពេទ្យខាងសួងគេដាក់ឲ្យហ្នឹងគឺមើលអត់ចង់ឃើញទេគឺឆ្លោយព្រាវយកហ្មងដោយសារតែមានអារម្មណ៍ថាភ្នែករបស់ខ្ញុំគឺធ្លាក់ចុះហើយពេលខ្ញុំធ្វើការគឺទឹកភ្នែកគឺហូរហើយចេញមកគឺផ្សាភ្នែកមែនតើបងហើយទៅច្រមុះហ្នឹងគឺលក្ខណៈថាលំមាស់នៅក្នុងច្រមុះបើសិននៅម៉ោងការងារណាបើសិនជាម៉ោងក្រៅការងារគឺអត់មានបញ្ហាទាំងភ្នែកទាំងច្រមុះអញ្ចឹងខ្ញុំគាត់ថាខ្ញុំសម្រេចចិត្តខ្ញុំចាក់ចេញហើយខ្ញុំគាត់ថាខ្ញុំអត់ដឹងថាការសម្រេចចិត្តរបស់ខ្ញុំគឺត្រូវខុសទេសង្ឃឹមដល់បងប្អូនដែលបានមើលវីដេអូរបស់ខ្ញុំណាជាពិសេសបងប្អូននៅប្រទេសកូរ៉េធ្វើការក្នុងប្រទេសកូរ៉េបានឃើញហើយជួយចេញមតិម្នាក់មួយផងតែខ្ញុំអត់ដឹងថាការសម្រេចចិត្តរបស់ខ្ញុំនឹងត្រូវឬខុសទេហើយសារទៅរោងចក្រមួយនេះគឺដូចខ្ញុំនិយាយខាងមុខវីដេអូនេះគឺការងារគឺមានជាប់លាប់គឺមួយឆ្នាំគឺការងារនៅនេះគឺប្រាក់ខែមិនក្រោម2.8 លានទេដោយសារនៅនេះវាធ្វើការជិបថ្ងៃដែរណាហើយជាទូទៅគឺរោងចក្រនេះគឺថែមម៉ោង4ម៉ោង direct បងប្អូន4ម៉ោង direct អូតូហ្នឹងទៅគាត់ថាម៉ោងបាយនៅនេះគឺគេដល់យើងសម្រាប់ទេគឺយើងត្រូវដូរវេនគ្នាសម្រាប់ទៅតែខាងក្រុមហ៊ុនគេគិតម៉ោងឲ្យយើងធម្មតាហើយតែទៅនៅគេសនៅគឺគេផ្ដល់ឲ្យបាយទឹកគឺគេផ្ដល់ឲ្យទាំងអស់បងប្អូនអញ្ចឹងហើយខ្ញុំមានអារម្មណ៍ថាវាស្ដាយនៅកន្លែងនេះដែរតែអ្វីដែលសំខាន់របស់ខ្ញុំនេះគឺខ្ញុំសោកស្ដាយទេគឺសុខភាពរបស់ខ្ញុំអាចបន្តទៅមុខបានហើយខ្ញុំអត់ដឹងថាការសម្រេចចិត្តរបស់ខ្ញុំខុសទៅត្រូវទេខ្ញុំនិយាយខាងមុខចឹងខ្ញុំអត់ដឹងថាខ្ញុំសម្រេចចិត្តខុសទៅអញ្ចឹងខ្ញុំចំណាយពេល1ខែជាងដែរដើម្បីសម្រេចចិត្តនេះហើយខ្ញុំគិតមិនជួបបញ្ហាទៀតសូមតែបងប្អូនដែលឃើញវីដេអូរបស់ខ្ញុំណាគឺបងប្អូនជួយចេញមតិម្នាក់មួយផងអរគុណច្រើនបងប្អូនអរគ្នា